បាទសួស្តីបងប្អូនអ្នកគ្នាឥឡូវយើងចូលមកកាន់សៀវភៅ e-kim check សៀវភៅលំហាត់តែយើងចូលទៅពួកឯងយើងបានសិក្សាសៀវភៅចូលគឺសៀវភៅមេរៀនរួចហើយអញ្ចឹងយើងចូលមកដល់អហ៊ីដែលនៅក្នុងហ្នឹងគឺមានអហ៊ីតែយើងទៅមើលលំហាត់ទាំងអស់គ្នាមើលលំហាត់ទាំងអស់គ្នានៅក្នុងលំហាត់គេនិយាយថាម៉េចនៅក្នុងនេះណា Grimme Madnen Tannorel Suseo គឺមានន័យថាចូលសរសេរពាក្យឲ្យបានត្រឹមត្រូវទៅនឹងរូបភាពដែលនៅខាងស្ដាំហ្នឹងគឺមាននេះគេបងគឺមានរូបភាពមួយហើយមានពាក្យថាអ៊ីរើមមានឈ្មោះនៅខាងស្ដាំមានពាក្យថាអ៊ីរើមនេះហើយអញ្ចឹងយើងគ្រាន់តែបំពេញចន្លោះនៅកន្លែងហ្នឹងគឺគេឲ្យយើងស្វែងរកឈ្មោះម្នាក់ដែលនៅក្នុងហ្នឹងហើយយកទៅបំពេញនៅលើបន្ទាត់នៅកន្លែងនេះបងប្អូនគេឲ្យយើងបំពេញកន្លែងបន្ទាត់ហ្នឹងហើយយើងចូលទៅបំពេញអស់គ្នាយើងកន្លែងហ្នឹងគឺយើងទៅអនុវត្តអស់គ្នាតោះយើងចាប់ផ្ដើមនៅក្នុងរូបទី1នៅក្នុងរូបទី1យើងមើលគេដាក់ថាម៉េចជូមីនទងរុកជើងជូមីនទងរុកជើងគឺឈ្មោះអញ្ចឹងគឺអត្តសញ្ញាណប័ណ្ណមានន័យថាអត្តសញ្ញាណប័ណ្ណហើយយើងមើលនៅក្នុងអត្តសញ្ញាណប័ណ្ណហ្នឹងគឺមានឈ្មោះគេផាក់មីនស៊ូអញ្ចឹងយើងយកមកបំពេញកន្លែងនេះមកគឺទៅសេថាផាក់មីនស៊ូហើយចំណែកនៅក្នុងរូបទី2នៅយើងមកមើលរូបទី2នៅក្នុងរូបទី2គឺជាកាតសម្គាល់ខ្លួននិយាយទៅកាតសម្គាល់ខ្លួនបុគ្គលិកឬមួយក៏នៅកាតសិស្សកាតអីហ្នឹងប៉ុន្តែកាតបុគ្គលិកឯហ្នឹងបងប្អូនមើលដល់គ្នាហើយនៅក្នុងហ្នឹងគឺមានពាក្យថាអាន់ជេឡាអញ្ចឹងយើងយកមកបំពេញកន្លែងហ្នឹងដែរមកបំពេញចូលទៅគឺនៅត្រង់អ៊ីរើមអាន់ជេឡាយើងបំពេញអាន់ជេឡាមកហើយទៅមើលរូបភាពទី3រូបភាពទី3គឺជារូបកាតសិស្សកន្លែងនេះវាមានពាក្យ high school កាតសិស្សហើយកន្លែងហ្នឹងអញ្ចឹងយើងមើលនៅកាតហ្នឹងគឺឈ្មោះគីមសងមីននេះគីមសងមីនអញ្ចឹងយើងយកមកបំពេញកន្លែងនេះមកដាក់ថាគីមសងមីនហើយយើងទៅមើលទាំងអស់គ្នាមើលបញ្ជាក់មើលអស់គ្នាម្ដងទៀតផាក់មីនស៊ូអាន់ជេឡានិងគីមសងមីនតោះយើងបន្តទៅបន្តទៅបន្តឲ្យបញ្ចប់ធំហ្នឹងទៅបានឡើងនេះបញ្ចប់ធំហ្នឹង